សួស្តីអ្នកនរគ្នាតោះយើងចាប់ផ្ដើមធ្វើលំហាត់ជាមួយគ្នាលើកមុនយើងធ្វើតាក់ទងជាមួយនឹងលំហាត់ preposition of place តាំងទី1ឥឡូវយើងនឹងធ្វើ preposition of place សម្រាប់លំហាត់ទី2ផងដែរអញ្ចឹងអ្នកខ្លះគេហៅថា preposition of place អ្នកខ្លះគេហៅថា adverb of place អ្នកខ្លះគេហៅថា preposition with place word ប៉ុន្តែអត្ថន័យវាគឺទៅមួយគ្នាទេគឺសុទ្ធសឹងតែបញ្ជាក់ឲ្យសុទ្ធសឹងតែបញ្ជាក់ឲ្យចង់និយាយសាគឺសុទ្ធសឹងតែជា adverb of place ទាំងអស់គឺនិយាយភាសាមកគឺបញ្ជាក់អំពីទីកន្លែង preposition of place ក៏បញ្ជាក់អំពីទីកន្លែង adverb of place ក៏បញ្ជាក់ពីទីកន្លែងហើយ preposition with the place word ក៏បញ្ជាក់អំពីទីកន្លែងចឹងថ្ងៃនេះយើងនឹងសិក្សាជាមួយគ្នាបន្ថែមទៀតតាក់ទងជាមួយនឹងលំហាត់ដែលធ្វើជាមួយនឹង preposition បញ្ជាក់អំពីទីកន្លែងហ្នឹងឲ្យច្បាស់លាស់បន្ថែមទៀតហើយបើសិនមកអ្នកគ្នាអត់ទាន់យល់អ្នកគ្នាអាចទៅមើលមេរៀនដែលគ្រូដាក់ឲ្យបានបាទឥឡូវយើងចាប់ដើមចូលលំហាត់របស់យើងមកបាទសម្រាប់មេរៀនរាល់ដងដែលគ្រូបញ្យល់មុនចាប់ដើមធ្វើលំហាត់គ្រូចង់ apply ឲ្យពួកយើងយល់បាទគ្រូចង់ apply លើ3ចំណុចឲ្យពួកយើងយល់ preposition of place ជាទូទៅមាន3 in on at ប៉ុន្តែ in គេប្រើក្នុងស្ថានភាពបែបណា on គេប្រើក្នុងស្ថានភាពណាហើយ at គេប្រើស្ថានភាពបែបណាអញ្ចឹងគ្រូសុំបញ្យល់បន្តិច in គេប្រើក្នុងស្ថានភាពអ្វីមួយដែលនៅខាងក្នុងបាទ on គេប្រើនៅពេលដែលអ្វីមួយនៅលើនៅលើអញ្ចឹងថានៅលើផ្ទៃនៅលើផ្ទៃបាទនៅលើផ្ទៃ at គេសំដៅលើការចង្អុលបង្ហាញទីតាំងកន្លែងបាទបើអ្នកនរគ្នាយល់អំពី3ចំណុចហ្នឹងអ្នកនរគ្នាអាច apply ជាមួយនឹងលំហាត់ខាងក្រោមបានបាទអូខេឥឡូវខ្ញុំចាប់ដើមធ្វើជាមួយគ្នាហើយបើសិនបើអត់យល់មេរៀនpreposition of place ទេអ្នកនរគ្នាអាច check ទៅមើលមេរៀនរបស់លោកគ្រូហើយសិក្សាវាម្ដងទៀតដោយខ្លួនឯងបាទអូខេឥឡូវយើងចាប់ដើមមើលលំហាត់ទី1គេថា the wine is មានថាស្រាគឺនៅក្នុងដបឬក៏ស្រានៅលើដបបាទស្រាច្បាស់ជានៅក្នុងដបហើយជាទូទៅអញ្ចឹងយើងប្រើ in បាទត្រឹមត្រូវ pass me the dictionary សូមហុចវចនានុក្រមមកខ្ញុំតិចមក it the bookshelf វចនានុក្រមហ្នឹងគឺនៅលើធ្នើសភៅអញ្ចឹងនៅលើធ្នើសភៅវាគឺជាផ្ទៃអញ្ចឹងគឺវាជាធ្នើមួយដែលទ្រវចនានុក្រមហ្នឹងអញ្ចឹងវចនានុក្រមគឺវាបញ្ជាក់ថានៅលើធ្នើសភៅហ្នឹងអញ្ចឹងយើងប្រើ on បាទលើធ្នើបាទ Jennifer is work Jennifer គឺនៅឯកន្លែងការងារបាទយើងត្រូវ take note អញ្ចឹងគឺកន្លែងនេះប្រើជាមួយនឹង and បាទ Backlang is in the Germany Backlang គឺនៅក្នុងប្រទេសអាល្លឺម៉ង់អញ្ចឹងយើងប្រើ in បាននៅពេលដែលយើងដឹងថាអ្វីមួយនៅខាងក្នុងអាល្លឺម៉ង់គឺជាប្រទេសក្នុងប្រទេសគឺមានន័យគេដែរមានទីក្រុងមានខេត្តមានស្រុកមានខណ្ឌអញ្ចឹងនៅពេលដែលយើងដឹងថា Backlang គឺជាក្រុងមួយដែលនៅក្នុងប្រទេសអាល្លឺម៉ង់អញ្ចឹងវានៅក្នុងប្រទេសណាគឺនៅក្នុងប្រទេសអាល្លឺម៉ង់អញ្ចឹងយើងប្រើ in you have something អ្នកមានអ្វីមួយនៅលើមុខរបស់អ្នកអញ្ចឹងមុខអញ្ចឹងមានអ្វីមួយលើមុខរបស់យើងនៅលើផ្ទៃមុខរបស់យើងដែលយើងអាចប៉ះទាំងមុខយើងអាចប៉ះផ្ទៃមុខយើងអាចប៉ះមុខបានហើយប៉ុន្តែយើងដឹងថាអ្វីមួយនៅលើមុខរបស់យើងអញ្ចឹងកន្លែងហ្នឹងមានន័យថាយើងប្រើជាមួយនឹង on អញ្ចឹងមានថាមានអ្វីមួយលើផ្ទៃមុខរបស់ពួកយើងបាទយើងចាក់លើផ្ទៃណា turn left traffic light មានថាចូលបត់ទៅឆ្វេងទៅចូលបត់ទៅឆ្វេងនៅឯភ្លើង stop ចរាចរណ៍នៅឯភ្លើង stop ចរាចរណ៍បត់ទៅឆ្វេងទៅដូចខ្មែរយើងនិយាយថាទៅដល់ឯ stop ចរាចរណ៍ទៅហើយបត់ឆ្វេងទៅដល់អា stop ចរាចរណ៍បត់ទៅឆ្វេងហ្នឹងវាបង្ហាញពីគេដែរទីតាំងកន្លែងបើបង្ហាញពីទីតាំងកន្លែងយើងប្រើគេដែរ at បាទត្រឹមត្រូវ She was listening to the classical music on the radio ឡើយនេះយើងប្រើ on អ្នកនរហេតុអីបានយើងប្រើ on នេះដោយសារតែប្រយោគខ្លះគឺយើងពិភាក្សាមើលទៅវាក៏មិនបញ្ជាក់ថានៅលើផ្ទៃហើយក៏វាមិនបញ្ជាក់ថានៅខាងក្នុងដែរប៉ុន្តែវាជាពាក្យមួយដែលគេត្រូវចំណាំទុកដូចជា on holiday បាទ on radio on TV គឺពាក្យហ្នឹងគឺត្រូវតែប្រើជាមួយនឹង preposition on ជានិច្ចបាទប្រើជាមួយនឹង preposition on ជានិច្ចបាទដូចជា on TV
on ratio និង on TV គឺជាពាក្យមួយដែលយើងត្រូវប្រើវាប្រើជាមួយ in បានទេអត់ទេប្រើជាមួយ at ទេអត់បានទេគឺវាត្រូវប្រើជាមួយនឹង on ជានិច្ចនៅឯប៉ុស្តិ៍វិទ្យុនៅឯកញ្ចក់ទូរទស្សន៍នៅឯថ្ងៃបុណ្យឈប់សម្រាកគឺយើងប្រើជាមួយនឹង on បាទអញ្ចឹងយើង take note ណាអញ្ចឹងយើង take note ថា the ratio ខាងមុខវាគឺត្រូវតែប្រើជាមួយ on she has a house she has a house នាងផ្ទះមួយខ្នងនៅក្នុងទន្លេបើយើងប្រើ in គឺផ្ទះហ្នឹងគឺនៅក្នុងទន្លេតែបើប្រើ on គឺផ្ទះហ្នឹងនៅលើទន្លេអញ្ចឹងមានថាផ្ទះគឺនៅលើផ្ទៃនៃផ្ទៃទន្លេអញ្ចឹងយើងប្រើជាមួយនឹង on បាទបើយើងប្រើ in ផ្ទះហ្នឹងគឺលិចចូលក្នុងទន្លេបាត់បាទ The answer is the bottom of the page ចម្លើយគឺនៅខាងក្រោមទំព័រពាក្យខ្លះគឺយើងអត់កំណត់យើងមើលទៅវាមិនមែនបញ្ជាក់ពីទីតាំងកន្លែងទេប៉ុន្តែខ្ញុំចង់បញ្ចូលថាពាក្យខ្លះគឺវាជា exception ណាពាក្យខ្លះគឺ phrase ខ្លះគឺវាជា exception មកដែលយើងត្រូវចាំហ្នឹងដូចជា at the bottom of គឺប្រើជាមួយនឹង preposition at the end of ប្រើជាមួយនឹង at and at the top of ប្រើមួយ preposition at ដូចគ្នាអញ្ចឹង phrase ខ្លះគឺត្រូវការយើងចាំហ្មងយើងត្រូវចាំថាអូ phrase ហ្នឹងប្រើមួយហ្នឹងដូចជា on the ratio on holiday on TV បាទយើងអាចពាក្យថានៅលើផ្ទៃកញ្ចក់ទូរទស្សន៍នៅលើថ្ងៃបុណ្យឈប់សម្រាកវាអត់មានបញ្ជាក់ថាមានផ្ទៃឬក៏មិនផ្ទៃប៉ុន្តែពាក្យហ្នឹងគឺត្រូវបានគេប្រើជាមួយ on បាទហើយដូចជានេះដែរពេលខ្លះយើងមើលទៅវាមិនបញ្ជាក់ពីទីតាំងកន្លែងទេវាមិន point ទីកន្លែងប៉ុន្តែពាក្យហ្នឹងគឺត្រូវបានប្រើជាមួយនឹង at អញ្ចឹងយើងត្រូវច្រឡំពាក្យហ្នឹងបាទ Judy will be the plane now អ្នក Judy គឺនៅលើចន្ទះបាទនៅលើចន្ទះបាទនៅលើចន្ទះចាំវាថា Judy គឺនៅលើចន្ទះនៅក្នុងនៅលើចន្ទះបាទក៏កំពុងជិះចន្ទះនឹងឯង on There are a lot of main gate the fridge បាទ main gate បាទ main gate main gate បាទ main gate នេះគឺខ្ញុំអត់ចាស់ពាក្យទេខ្ញុំសូមបច្ចនាក្រមឲ្យអ្នកនរគ្នាបន្តិច main gate ហ្នឹងគឺយើងប្រើថាមិនចេះខ្ញុំពេលខ្លះវេយ្យាករណ៍ពាក្យក្នុងវេយ្យាករណ៍យើងអត់បកកែទេតែយើងបកកែវេយ្យាករណ៍តែពាក្យយើងអត់បកកែពាក្យយើងអត់បកកែអត់បញ្ហាទេប៉ុន្តែបើវេយ្យាករណ៍យើងបកកែអាហ្នឹងគាត់ថាលយហ្មងមេដែកបាទមេដែក main gate បាទគេថាមានមានមេដែកជាច្រើននៅក្នុងទូទឹកកកបាទមានមេដែកជាច្រើនទូទឹកកកដូចអត់ត្រូវទេណាបាទហើយយើងឆែកមើលពាក្យផ្សេងទៀតយើងមើលវចនានុការពាក្យវចនាក្រមនឹងបកអត់ត្រូវទេអ្នកនរគ្នាគេសាប់ប្រើវចនាក្រមនេះមក main gate បាទមេដែកលោហការលោហការបាទត្រូវដូចគ្នាមេដែកបាទអញ្ចឹងមានមេដែកជាច្រើននៅក្នុងនៅក្នុងទូទឹកកកនឹង fridge បាទទូទឹកកកដែរបាទយើងភ្ជាប់មកទូទឹកកកអញ្ចឹងយើងអត់ដឹងថាតើអត្ថន័យវាយ៉ាងម៉េចទេគាត់ថាមានដែកជាច្រើនញោមនៅក្នុងទូទឹកកកបាទអញ្ចឹងកន្លែងនេះយើងប្រើនៅក្នុងទូទឹកកកប៉ុន្តែយើងគិតមើលទៅវានៅក្នុងទូទឹកកកវានៅខាងក្នុងហ្មងឬក៏វានៅលើធ្នើហ្នឹងអញ្ចឹងក្នុងទូទឹកកកគឺច្បាស់ជានៅលើធ្នើហើយអញ្ចឹងយើងប្រើ on បាទត្រឹមត្រូវអញ្ចឹង take note ដែរពេលខ្លះវាអត់សមរម្យដែលយើងប្រើទេអញ្ចឹង on the fridgeគឺ fridge ហ្នឹងគឺប្រើជាមួយនឹង on បាទ fridge ហ្នឹងគឺប្រើជាមួយនឹង on អញ្ចឹងអ្នកនរគ្នាចាំណា on the fridge on TV on ratio on holiday គឺសុទ្ធសឹងថាពាក្យហ្នឹងទៅគឺបានប្រើជាមួយនឹង on ចំណិចបាទ on ចំណិច She lives in London បាទនាងរស់នៅក្នុងទីក្រុង London បាទ John is in the taxi គឺថា John គឺនៅក្នុងឡានតាក់ស៊ីបាទ John គឺក្នុងឡានកំពុងធ្វើមានថាគាត់កំពុងជិះខ្ញុំប្រើនឹងសិនណាបាទត្រឹមត្រូវ I will meet you at the airport ចាក់ទីតាំងកន្លែង He stand at the window បាទនាងឈរនៅឯបង្អួចហើយមើលទៅក្រៅ The cat is ឆ្មាគឺនៅក្នុងផ្ទះគ្រប់កន្លែងទាំងអស់បាទសិតតែបញ្ជាក់ថាអ្វីមួយគឺនៅខាងក្នុង Where are you calling so late ហើយវិញយ៉ាងណែហៅយូរប៉ុណ្ណេះខ្ញុំពិតជាអញ្ចឹងខ្ញុំ take note ឡើងនេះមួយដែរអឺកន្លែងនេះគឺខ្ញុំគួរតែនាំគ្នា take note បន្តិចទៅអ្នកនរគ្នា
Okay អញ្ចឹង take note តិចមកអ្នកគ្នាចាំ clear មួយដែលគេសរសេរ I am in the bed មួយទៀត I am on the bed អាហ្នឹងខុសគ្នាមិនដែរ I am in the bed មានន័យថា I am sleeping ខ្ញុំកំពុងដេកប៉ុន្តែកាលណាគេប្រើ I am on the bed មានថា I am on the cover បាទ on the on cover បាទ I'm on the cover ខ្ញុំនៅលើកម្រាលនេះឬក៏កំរាលសម្រាប់បាទអញ្ចឹងមានថាបើយើងប្រើ in the bed គឺមានថាខ្ញុំកំពុងតែដេកប៉ុន្តែកាលណា I'm on the bed មានន័យថាខ្ញុំគឺនៅលើគ្រែហ្នឹងគឺនៅលើគ្រែជុំវិញតែខ្ញុំអត់មានបានធ្វើទេគឺខ្ញុំអង្គុយលេងអីចឹងទៅធម្មតាលើគ្រែហ្នឹងឯងបាទអញ្ចឹងអានេះដូចគ្នាដែរ Why are you calling so late ហើយបីបានចំណេះហៅខ្ញុំយឺតម៉េះ I'm ready in bed ខ្ញុំ I am in the bed មានថាខ្ញុំកំពុងតែគេងហើយបាទត្រឹមត្រូវ I wait for Lucy ខ្ញុំរងចាំ Lucy នៅឯស្ថានីយ៍បាទត្រឹមត្រូវ There was a picture of a flower មានរូបភាពផ្កាមួយនៅលើអាវរបស់នាងបាទអញ្ចឹងផ្កានោះនៅលើអាវអញ្ចឹងវាមានថាលើផ្ទៃអាវអញ្ចឹងយើងប្រើ on បាទ She has a house នាងមានផ្ទះមួយនៅក្នុងប្រទេសជប៉ុនបាទត្រឹមត្រូវបាទនេះគឺលំហាត់នេះគឺយើងធ្វើរួចរាល់ហើយបាទអញ្ចឹងខ្ញុំចង់បញ្យល់អ្នកនរគ្នាថាការធ្វើលំហាត់ក្នុងវិជ្ជាភាសាអង់គ្លេសគឺអ្នកនរគ្នាត្រូវយល់និយមន័យរបស់វាមក apply ជាមួយលំហាត់ហ្នឹងទើបធ្វើត្រូវហើយបើពាក្យអ្នកនរគ្នាខ្ញុំជឿ 100% គ្មានណាគេចេះអស់ហើយលំហាត់វិជ្ជាជាច្រើនតែបានគេយកមកប្រើនៅក្នុងពាក្យអ្នកខ្លះបកកែពាក្យមែនតែមិនបកកែខាងវិជ្ជាទេអ្នកខ្លះបកកែវិជ្ជាមិនបកកែពាក្យទេអ្នកខ្លះគឺបកកែចងចាំពាក្យតែម្ដងអញ្ចឹងយើងត្រូវយកមកទាំងពីរពាក្យខ្លះគឺក្នុង clear ពាក្យខ្លះគឺយើងមិនប្រកាសថាយើងចេះអស់ទេនៅពេលដែលអ្នកចាប់តាមធ្វើលំហាត់អ្នកគ្នានឹងជួប vocabulary ជាច្រើនតែមិនមែនសុខសិនតែ vocabulary ទាំងអស់ហ្នឹងអ្នកគ្នាចេះទាំងអស់ទេអ្នកគ្នាត្រូវសំយោគទៅតាមវិជ្ជាដែលគេដាក់ឲ្យបាទក្នុងស្ថានភាពវិជ្ជាដែលគេដាក់ឲ្យបើយើងអត់ចេះពាក្យច្រើនទេអ្នកគ្នាត្រូវចេះមើលក្បួនវិជ្ជារបស់គេទើបធ្វើលំហាត់ត្រូវបាទប៉ុន្តែយើងគួរតែរៀនឲ្យចេះទាំងពីរទៅបាទរៀនចេះទាំងពីរទៅល្អដើម្បីឲ្យយើងងាយស្រួលក្នុងការធ្វើលំហាត់ដូចតាក់ទងជាមួយនឹង on the friction យើងបកកែខាងវិជ្ជាប៉ុន្តែវាក្នុងភាសាអង់គ្លេសវា exception ច្រើនណាដែលយើងត្រូវការ on the fridge មានថានៅលើទូទឹកកកក្នុងទូទឹកកកហ្នឹងគឺពាក្យហ្នឹងបើយើងមើលតាមស្ថានភាពទៅវាគួរតែប្រើ in តែវាប្រើ in ទេគឺយើងគួរតែប្រើជាមួយនឹង on ដោយសារតែ fridge ហ្នឹងប្រើជាមួយនឹង on ដូចជា TV មិនអាចនិយាយទៅ in TV on TV បាទអញ្ចឹងយើងត្រូវ take note ថាពាក្យណាដែលគួរតែប្រើ in ពាក្យណាដែលយើង apply ជានិយមដែលយើងបានពាក្យណាដែលយើងត្រូវ take note ដែលយើងអាចធ្វើលំហាត់ត្រូវបានបាទខ្ញុំមានប៉ុណ្ណឹងបើអ្នកគ្នាមានចម្ងល់អីអាចសួរក្នុងមេរៀនរបស់គ្រូបានអរគុណច្រើន